កុំទៅស្ដាយក្រោយនៅទង្វើល្អចំពោះនរណាម្នាក់ទោះបីជាមើលមនុស្សខុសទោះបីជាត្រូវបានគេបំភ្លេចចោលអ្នកល្អចំពោះគេមិនមែនមានន័យថាគេល្អប៉ុណ្ណានោះទេប៉ុន្តែដោយសារអ្នកជាមនុស្សល្អតើអ្នកដឹងថាហេតុអ្វីទេស្ដាប់យល់6ឃ្លានេះហើយអ្នកនឹងបានធូរចិត្តច្រើន 1. មនុស្សដែលអ្នកមើលឃើញទាំងអស់តាមពិតភាគច្រើនគេសុទ្ធតែកំពុងសម្ដែងពីព្រោះដើម្បីតែក្រពះតែប៉ុណ្ណោះដូច្នេះអ្នកត្រូវតែជឿជាក់លើខ្លួនឯងបន្តិចកុំវាយតម្លៃអ្នកដទៃខ្ពស់ពេករឹតតែមិនត្រូវបន្ទាបខ្លួនឯងនោះដែរគ្មានអ្នកណាដែលមិនអាចបាត់បង់ទេហើយក៏គ្មានអ្នកណាដែលមិនអាចប៉ះពាល់បានដែរយើងមិនមែនជាអ្នកស្ម័គ្រចិត្តមកពិភពលោកនេះទេប៉ុន្តែពួកយើងអាចរីករាយគ្រប់គ្រាន់ហើយទើបចាក់ចេញទៅវិញដូច្នេះហើយយើងត្រូវរស់នៅឲ្យមានសេរីភាពបន្តិច 2. គ្មានអ្នកណាខ្វល់ពីអ្នកថារស់នៅបានល្អឬអត់ទេកុំទៅដើរប្រាប់គេឯងនៅរឿងរបស់ខ្លួននៅលើលោកនេះក្រៅពីឪពុកម្ដាយអ្នកតើអ្នកណាយកចិត្តទុកដាក់ចំពោះអ្នកដោយពិតប្រាកដទៅនៅពេលដែលអ្នកប្រាប់រឿងមួយដល់គេតើអ្នកមានអារម្មណ៍ថាគេយល់ចិត្តរបស់អ្នកពិតឬទេតាមពិតយើងគ្រប់គ្នានៅក្នុងភ្នែកអ្នកដទៃគឺគ្រាន់តែជាឧបករណ៍មួយតែប៉ុណ្ណោះពេលដែលអ្នកមានប្រយោជន៍គឺគេសើចដាក់អ្នកគួរសមបន្តិចពេលដែលអ្នកគ្មានប្រយោជន៍សូម្បីតែមើលក៏គេមិនចង់មើលផង 3. ពួកយើងគ្រប់គ្នានៅលើពិភពលោកនេះរស់នៅតែប្រមាណ10ឆ្នាំតែប៉ុណ្ណោះពេលស្លាប់ទៅវិញអ្វីក៏មិនអាចយកទៅបានដែរអ្វីទាំងអស់ដែលអ្នកមាននៅពេលនេះគ្រាន់តែជាការកាន់កាប់បណ្ដោះអាសន្នតែប៉ុណ្ណោះរួមទាំងក្រុមគ្រួសារកូនរបស់អ្នកផងដែរដូច្នេះហើយសូមរីករាយជាមួយវាឲ្យបានឆាប់កុំដោយសារតែដៃគូនិងកូនពន្យាពេលយុវវ័យនិងជីវិតរបស់អ្នកអាយុកាន់តែច្រើនគុណភាពនៃការរីករាយកាន់តែអន់ 4. បិទភ្នែករបស់អ្នកប្រាប់ខ្លួនឯងដោយស្ងប់ស្ងាត់ថាអ្នកដទៃកំពុងគិតអ្វីយើងមិនអាចគ្រប់គ្រងបានទេអ្នកដទៃគេធ្វើអ្វីយើងក៏មិនអាចទៅបង្ខំគេបានដែរអ្វីតែមួយដែលអ្នកអាចធ្វើបានគឺខិតខំធ្វើនៅរឿងខ្លួនឯងឲ្យបានល្អដើរតាមផ្លូវរបស់ខ្លួនឯងគោរពតាមគោលការណ៍របស់ខ្លួនរស់នៅខ្លួនឯងឲ្យបានល្អទោះបីជានរណាម្នាក់ធ្វើខុសចំពោះអ្នកក៏ដោយពេលវេលាក៏មិនធ្វើខុសចំពោះអ្នកដែរជីវិតមនុស្សរឹតតែមិនអាចធ្វើខុសចំពោះអ្នកទៀត 5. កុំគិតថានៅក្នុងចិត្តរបស់អ្នកដទៃអ្នកគឺជាមនុស្សសំខាន់យ៉ាងណានោះហើយក៏កុំគិតថាអ្នកដទៃសំខាន់ប៉ុណ្ណានោះដែរនៅពេលណាមួយដែលអ្នកដេកនៅលើគ្រែពេទ្យអ្នកនឹងរកឃើញថាអ្វីក៏អ្នកមិនខ្លាចផ្ទុយទៅវិញគឺអ្នកទាំងអស់គ្នានឹងខ្លាចអ្នកសាច់ញាតិមិត្តភ័ក្តិខ្លាចអ្នកខ្ចីលុយឪពុកម្ដាយខ្លាចអ្នកព្យាបាលមិនជាអ្នកដឹកនាំខ្លាចអ្នកមិនអាចត្រឡប់មកធ្វើការវិញបានប្រញាប់ប្រញាល់រកមនុស្សមកជំនួសអ្នកភ្លាមគ្រូពេទ្យខ្លាចអ្នកបង់ថ្លៃព្យាបាលមិនគ្រប់ដល់ពេលនោះទើបអ្នករកឃើញថាអ្វីដែលអ្នកមាននឹងហត់នឿយរាល់ថ្ងៃនោះសុទ្ធតែខ្លាំងខ្លាយទេមានតែការដេកនៅកន្លែងឯកានិងឈឺចាប់នោះទេទើបជាការពិតមានតែជីវិតនិងបំណុលទេទើបធ្វើឲ្យអ្នកមើលច្បាស់ពីធម្មជាតិរបស់មនុស្សនិងពិភពលោកចលាចលនៃមនុស្សក្បែរខ្លួន 6. ជាច្រើនលើកច្រើនសារមិនមែនអ្នកមិនល្អទេគឺដោយសារអ្នកជួបមិនត្រូវមនុស្សដែលខ្វល់ខ្វាយពីអ្នកយ៉ាងម៉េចក៏បានមនុស្សដែលស្អប់អ្នកល្អប៉ុណ្ណាក៏មិនបានមនុស្សនៅមានជីវិតគឺពិបាកក្នុងការតម្រូវចិត្តមនុស្សគ្រប់គ្នាទោះបីជាអ្នកធ្វើល្អប៉ុណ្ណាក៏ដោយតែងតែមានមនុស្សមិនពេញចិត្តទោះបីជាអ្នកដើរត្រង់យ៉ាងណាក៏ដោយតែងតែមានមនុស្សមករករឿងកុំខ្វល់ថាគេគិតអីពេលវេលាអាចបង្ហាញឲ្យនៅការបញ្ជាក់ដ៏ល្អមនុស្សដែលយល់អំពីអ្នកទោះបីជាអ្នកមិននិយាយមួយម៉ាត់ក៏អាចយល់បានដែរមនុស្សដែលមិនយល់ពីអ្នកទោះបីជាអ្នកជជែកក៏ពិបាកបកស្រាយឲ្យច្បាស់លាស់ដែររឿងតែមួយគត់ដែលអ្នកត្រូវធ្វើគឺត្រជាក់ចិត្តធ្វើខ្លួនឯងឲ្យបានល្អដូច្នេះហើយមិនត្រូវចេះតែជឿលើគេទេជឿតែលើសមត្ថភាពរបស់ខ្លួននិងតួលេខលុយនៅក្នុងធនាគារខ្លួនឯងទៅបានហើយបើមិនអញ្ចឹងទេអ្នកអាចធ្លាក់ចូលទៅក្នុងសេចក្តីវិនាសបើមិនជឿទេអាចសាកល្បងមើលបានដូច្នេះហើយចង់ទម្លាក់ចុះចង់ធូរស្រាលចងចាំថាមានតែខ្លួនឯងទេទើបជារបស់ខ្លួនឯងពិតប្រាកដត្រូវចាំជានិច្ចថាជីវិតនឹងទទួលបានជោគជ័យដោយសារភាពរស់រាយរាក់ទាក់
ហើយអាប់អួរដោយសារកំហឹងអ្នកអាចមានកំហឹងប៉ុន្តែត្រូវចាំចំណេញថាកុំឲ្យកំហឹងធំជាងសមត្ថភាពរបស់អ្នកបើមិនដូច្នោះទេវានឹងក្លាយជាបញ្ហារបស់អ្នកប្រសិនបើអ្នកមានសមត្ថភាពខឹងអ្នកក៏ត្រូវមានសមត្ថភាពដោះស្រាយផលវិបាកដែលកើតចេញពីកំហឹងនោះដែរបើមនុស្សមិនអាចធ្វើជាម្ចាស់នៃចិត្តគំនិតរបស់ខ្លួនឯងបានទេនោះវានឹងក្លាយជាទាសករនៃអារម្មណ៍របស់ខ្លួនជាមិនខានការខឹងគឺជាសភាវគតិការទប់បានកំហឹងគឺជាសមត្ថភាពកំហឹងគឺជាផលិតផលនៃសំណាងនៅពេលកំហឹងកាន់តែធំសំណាងក៏កាន់តែតូចដូច្នេះប្រសិនបើចង់មានសំណាងល្អត្រូវមានចិត្តល្អចិត្តចង្អៀតគឺជាទ្វារនៃគ្រោះកាចចិត្តទូលាយគឺជាទ្វារនៃសំណាងល្អមានសម្ពាធគឺដោយសាររំពឹងខ្ពស់ពេកហត់ចិត្តគឺដោយសារការគិតច្រើនពេកស្លន់ស្លោគឺដោយសារការមិនបានត្រៀមមុនពេញលេញអន្ទះអន្ទែងគឺដោយសារបទពិសោធន៍មិនគ្រប់គ្រាន់លោភលន់គឺដោយសារបំណងប្រាថ្នាពេញពេកស្មុគស្មាញគឺដោយសារការគិតមិនច្បាស់លាស់ភ័យខ្លាចគឺដោយសារការស្រមើស្រមៃច្រើនពេកមិនសមហេតុផលគឺដោយសារចក្ខុវិស័យមិនវែងឆ្ងាយជីវិតគឺជាការអនុវត្តមួយរីករាយនឹងទុក្ខព្រួយគឺស្ថិតនៅលើស្ថានភាពនៃចិត្តទាំងស្រុងចង់បានជោគជ័យត្រូវបណ្ដុះគំនិតមុនចង់ធ្វើកិច្ចការងារត្រូវធ្វើជាមនុស្សសិនកុំយកកំហឹងចេញទៅក្រៅកុំយកការអាក់អន់ចិត្តទៅដោះស្រាយបញ្ហាកុំយករឿងឈឺក្បាលទៅចូលដេកកុំយកចិត្តតក់ក្រហល់ទៅធ្វើកិច្ចការយកចិត្តបរិសុទ្ធមើលពិភពលោកយកចិត្តរីករាយឆ្លងកាត់ជីវិតមុនឆ្លងកាត់គេត្រូវឆ្លងកាត់ខ្លួនឯងសិនមុនអនុវត្តត្រូវបណ្ដុះគំនិតសិនលំបាកត្រូវគិតឲ្យធូរយូរត្រូវគិតឲ្យឆាប់